ស្លាប់មនុស្សមានដៃមាន់មានខ្នាយមនុស្សមានជើងវាខុសគ្នាអញ្ចឹងណាញោមអាចារ្យថាដេកូនឆ្លើយត្រូវប៉ុន្តែខ្ញុំកណាអត់ទទួលអត់យកតែចម្លើយហ្នឹងអាត្មាថាចុះអាត្មាមិនដឹងបើអាត្មាមិនដែលបញ្ជូលមន់ផងចុះលោកអាចារ្យឯងបើមិនទទួលចុះលោកអាចារ្យថាមិនដែរអាចារ្យគេថាដេកូនណាខ្ញុំកណាថាអញ្ចេះមនុស្សហើយមន់ណាវាខុសគ្នាត្រង់តែណែមន់ណាវាពិបាកសនុកប៉ុណ្ណាក៏ដោយវាមិនដែលចេះយកកូនទៅផ្ញើយាយវាទេរីឯមនុស្សយើងវាឈ្នះមន់ឲ្យតែពិបាកអាងយកកូនទៅផ្ញើយាយដល់អាចារ្យគេថាអញ្ចឹងអាត្មាថាអាត្មាអត់ដែលគិតឃើញរឿងនឹងផងបើអញ្ចឹងចាឯងគិតឃើញចុងហើយចុងអាត្មាសុំចាញ់ហើយអញ្ចឹងចោះចាញ់អាចារ្យទៅខ្មាស់គេឡើងស្ងួតមកចាញ់អាចារ្យជីឡានមកវិញចេះតែអង្គុយគិតអាចារ្យថាអញ្ចឹងដូចត្រូវមួយយ៉ាងដែរក៏ប៉ុន្តែយើងគិតឃើញថាអញ្ចេះកើតមកក្នុងសង្គមយើងនេះបើយើងមិនពឹងពាក់គ្នាទេមិនដឹងទៅពឹងណារស់នៅវាពិបាកអញ្ចឹងតតែយើងពឹងពាក់គ្នាទៅវិញទៅមកជួយមើលកូនជួយមើលចៅអាហ្នឹងវាពឹងគ្នាទៅវិញទៅមកបើយើងមិនពឹងម៉ែពឹងឪមិនដឹងពឹងពីណាស្រូវទុំក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកច្រូតហើយស្អែកចង់បានស្អែកចង់ចូលរោងចក្រចង់បានលុយកាក់ហើយបើកូននៅងែងដៃណាទៅធ្វើការហើយតែអត់បានទៅធ្វើការមិនអត់ថ្លៃទឹកមិនអត់ថ្លៃភ្លើងមិនអត់ថ្លៃចំណីថ្លៃអាហារអត់ទាំងយាយអត់ទាំងតានឹងឥឡូវហើយបើដូច្នេះតលសរេគ្នាជួយគ្នាទៅវិញទៅមកអានឹងវាត្រូវតែពឹងពាក់គ្នាអញ្ចឹងក៏ប៉ុន្តែបើសិនជាម៉ែនឹងគាត់ស្ម័គ្រចិត្តមកជួយកិច្ចការងារយើងនឹងដោយយើងមិនប្រើទេយើងអត់បាបទេឪនឹងគាត់ស្ម័គ្រមកជួយយើងដោយយើងមិនប្រើអានឹងអត់បាបទេក៏ប៉ុន្តែបើសិនជាគាត់អត់មានអារម្មណ៍ចង់មកជួយមើលទេយើងទៅប្រើគាត់បន្ថែមអានឹងជាពាក់ហើយគាត់កំពុងតែឈឺអត់ស្រួលខ្លួនមានអាឈឺហើយឆ្លៀតមិនស្រួលខ្លួននោះទៅទៀតមានអាក្រហើយឆ្លៀតអត់លុយទៅទៀតតឹងមើលផ្លូវកូនអាកូនប្រុសមិនឃើញមកអាងឲ្យដងទឹកឲ្យញ៉ាំងទឹកឲ្យមួយធុងពីរអាកូនស្រីនោះក៏មិនឃើញមកអាងឲ្យដាំបាយឲ្យបន្តិចឯងវាចុកចកេះចុកខ្នងកូនមកទៅឲ្យកោះខ្យល់ឲ្យច្បាច់សរសៃច្បាច់ជើងឲ្យបន្តិចមិនឃើញកូនណាមកអើតសោះកំពុងតឹងអញ្ចឹងស្រាប់តែឃើញកូនមកកូនអូកូនគេមកប្រហែលជាគេមកច្បាច់ជើងឲ្យឯងហើយយ៉ាព្រះហើយដឹកដៃមកដល់លពីម៉ែអើយផ្ញើអូនផងល្ងាចខ្ញុំមកយកវិញចប់ហើយខំសង្ឃឹមថាគេមកច្បាច់ជើងឲ្យជូនលុយ 2000 ខំតអទុកទិញនំឲ្យអូនអត់ដែរហើយបើគាត់កំពុងតែយ៉ាប់ហើយយើងទៅបញ្ញុកបន្ថែមទៀតអញ្ចឹងយើងជាពាក់គាត់កាន់ទៅ2ដុបហើយជាពាក់អង្កាលពីយើងមួយជាពាក់អីខ្លះហើយក្រែងញោមញាតបានកត់ទុកអីមិនដឹងទេអាត្មាសារភាពអីហើយមិនដែលបានកត់ទុកទេមើលញោមណាតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានញោមណាដឹងអត់ញោមណាស្លៀកខោអាវម៉ែអស់ប្រមាណកាផ្លេដេកកាទៀលខ្នើយភួយមុងម៉ែអស់ប្រមាណលេបថ្នាំម៉ែអស់ប្រមាណគ្រាប់អត់ដឹងដែរបើអត់ដឹងដែរអញ្ចឹងមានន័យថាដូចអាត្មាដែរអត់ដឹងដូចគ្នាអញ្ចឹងគ្រឿងហូបបាយជាពាក់បច្ច័យ4គាត់គឺបិណ្ឌបាតបច្ច័យគ្រឿងស្លៀកពាក់គាត់មិនដឹងអស់ប្រមាណកាផ្លេជាពាក់បច្ច័យ4គាត់គឺចៃវរៈបច្ច័យព្រោះជាពាក់កាទៀលខ្នើយភួយមុងគាត់មិនដឹងអស់ប្រមាណអានឹងគឺជាពាក់សេនាសនៈបច្ច័យហើយលេបថ្នាំភេសជ្ជៈគាត់មិនដឹងអស់ប្រមាណអានឹងគេលៀននៅភេសជ្ជៈម្លោះហើយមានន័យថាគ្រឿងបច្ច័យ4គឺយើងជាពាក់ម៉ែឪទាំងស្រុងសងមិនទាន់រួចឥឡូវថាគ្រឿងបច្ច័យ4នឹងសងមិនរួចទៅចុះនិយាយតែមួយមុខទេពីរឿងងូតទឹកមួយមុខប្រគុណម្ចាស់អ្នកស្រុកកំពង់ឆ្នាំងគេទៅងូតទឹកឯណាដែរសូមនិមន្តឆ្លើយបើក្មេងដូចកណាយចេះរត់ត្រីទៅដល់លោតក្នុងទលេក្រំ
ប៉ុន្តែដូចចាស់ដូចញោមម្ដាយម្ចាស់ប៉ុននៅពុកម្ចាស់ប៉ុនចេះមានទៅណារួចទៅលេបានកូនគេដងទឹកដាក់នឹងពីងហ្នឹងមានអីគាត់មុជទឹកទៅក្នុងពីងនឹងឯងអនុថែសូមជ្រាបអ្នកតកែវគេមិនដែលងូតទឹកក្នុងពីងនេះគេងូតទឹកក្រៅពីងក្រៅដូចគ្នាកំពុងឆ្នាំងងូតទឹកក្នុងពីងចំណេញញោមដាក់ទៅមកពីងងូតមួយខែមិនអស់ផងហើយស្រុកយើងងូតក្រៅពីងខាតណាហូរចោលស្រុកលោកគេងូតក្នុងពីងឥឡូវយើងគិតតែងូតទឹកមួយមុខនៅពីក្មេងតើម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ក្នុងមួយថ្ងៃអ្នកខ្លះ2ដងអ្នកខ្លះ3ដងបើអង្គនោះវិញប្រហែលជាមួយថ្ងៃ3ដងក៏មានដែររួចម៉ែដោះក្អែលឲ្យកន្លែងណាខ្លះថាតាណាក៏ដោះដែរគេស្គាល់អស់គេឃើញអស់ហើយលេងហើយរួចចុះមួយខែប្រមាណដងចុះមួយឆ្នាំប្រមាណដងទំរាំយើងចេះងូតទឹកខ្លួនឯងដោះក្អែលឲ្យយើងខ្លួនឯងបោកក្អែលខ្លួនឯងតើម៉ែងូតទឹកដោះក្អែលបោកក្អែលឲ្យយើងប្រមាណដងម្នាក់មើលយាយណាបានកត់ទុកអត់ដែរអញ្ចឹងគ្រាន់តែងូតទឹកមួយហ្នឹងយើងទុកបច្ច័យ4ម្ដុំនិយាយតែងូតទឹកមួយអត់តាន់គ្រប់ទេឥឡូវឧបមាថាសរុបទៅម៉ែងូតទឹកឲ្យយើងបាន2000ដងទៅចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅតលយូបានស្មើបើដូច្នេះហើយបានជាកម្មវិធីបុណ្យអាចារ្យរៀបចំកម្មវិធីមួយគឺដាក់បោះស្បុកស្រោចទឹកនឹងជាតំណាងធំដែលអ្នកតកែវកំពុងស្ពឺយើងខ្លះនិយមហៅថាបុណ្យអភិសេកគឺសាមញ្ញពិសេសអ្នកខ្លះហៅដោយខ្លីថាបុណ្យស្រោចទឹកម៉ែឪហ្មងមកពីគេលើកតម្កើងថាកំណើតដតីកើតឡើងដោយសារទឹកគ្រាន់តែយើងងូតទឹកមួយមុខហ្នឹងណាក៏មិនតាន់ស្មើម៉ែដែរដូច្នេះហើយបានជាកម្មវិធីនេះកូនចៅស្រង់ទឹកស្រោចទឹកជូនម៉ែទឹកជានិមិត្តរូបនៃកំណើតសពយ៉ាងទឹកជានិមិត្តរូបនៃធាតុត្រជាក់ទឹកលាងជំរះនៅអំពើបាបទឹកគឺតំណាងឲ្យភាពត្រជាក់ត្រជុំទឹកគឺតំណាងឲ្យភាពស្មើដោយអ្នកជាងសំណងយកដាក់ក្នុងតយូអញ្ចឹងដាក់ទឹកបានវាស្មើញោមញាតិពុទ្ធបរិស័ទទាំងឡាយបោះស្បុកនេះជាតំណាងឋានសួគ៌ហើយកូនចៅហែម៉ែឪឡើងបោះស្បុកនឹងតំណាងហែឡើងឋានសួគ៌ហើយកូនចៅចាក់ទឹកត្រជាក់លើគាត់ឲ្យគាត់បានភាពត្រជាក់ត្រជុំហើយកូនចៅស្រោចដោយទឹកក្អូបលាងដោះគាត់នឹងមានន័យថាសុគន្ធវារីគឺលាងជំរះអំពើបាបក្លិនឆ្អាបក្លិនឆ្អេះដែលគាត់រស់ស៊ីចិញ្ចឹមកូនមកក្រែងមិនស្អាតប្រមាថជីវិតសត្វដទៃហ៊ានរស់ស៊ីមានកេងមានកັບមានលឹបមានខោងវាយផ្ដុកគូតកំប៉ុងបតោងទៅលើភ្នែកជីងភូតគេកុហកគេមិនបាត់គេមកកាក់មកចាប់មកសេនហ៊ានលក់ដូរបង្រត់បង្រាស់សត្វភាពទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃលក់បំបែកបំបាស់ក្រុមគ្រួសារបងប្អូនកូនចៅសត្វដទៃដើម្បីយកលុយមកចិញ្ចឹមកូនមិនដឹងគាត់បាបអីខ្លះអ្នកខ្លះកូនបាក់ដៃបាក់ជើងគេថាអាសត្វនោះបុកជាមួយអាសត្វនេះនរកប្រែតនៅម្ដុំសិនឲ្យតកូនអញជាបុកប្រាវដើម្បីកូនមិនដឹងថាម៉ែឪបាបយ៉ាងណាខ្លះសូម្បីញាតិប្របាត់ពំពិសាដែលធ្លាក់ទៅជាប្រែតក៏ដោយសារកូនដែរអញ្ចឹងម៉ែឪកាលពីស្រុកក្រខ្សត់លំបាកតោកយ៉ាវេទនាបាយមួយម៉ាត់សុកចិត្តផ្ដាច់ពីមាត់ព្រាត់ពីកឲ្យតកូនបានរស់ម៉ែឪមិនដឹងធ្វើបាបអីខ្លះទេបានកូនចៅស្រោចទឹកនឹងជីវិតមហកិច្ចជីវិតមហកម្មគឺលើកតម្កុំតម្កើងតម្លើងជីវិតគាត់ដូចជាស្រោចទឹកទៅឡើងអនុគុណស្រោចទឹកឡើងមេគុណស្រោចទឹកឡើងសក្តិអញ្ចឹងយើងមើលលោកធម្មតាស្រោចទឹកទៅឡើងគ្រូសោតស្រោចទឹកទៅឡើងសក្តិស្រោចទឹកទៅឡើងអនុគុណស្រោចទឹកឡើងមេគុណស្រោចទឹកឡើងស្ដេចគឺតម្លើងឋានៈតម្លើងឋានន្តរស័ក្តិបានគេថាប្រោះព្រំស្រោចស្រពសេចធាតុអភិបពបតសេចធាតុនឹងនោបច្ច័យនឹងស្រោចទឹកហ្នឹងគឺប្រោះព្រំស្រោចស្រពលើកតម្កើងតម្លើងយុស័ក្តិមានន័យថាដូចឲ្យជីវិតគាត់កើតសារជាថ្មីដូចយើងកើតមកដំបូងគេលាងទឹកដូចគ្នាអញ្ចឹងដែរហេតុនេះហើយបានគេយកពិធីស្រោចទឹកនេះគឺជាកិច្ចនិមិត្តរូបដ៏ធំក៏ប៉ុន្តែស្រោចទឹកមួយថ្ងៃវល់ល្ងាចលាងដោះទៅតើវាដាច់បាបឬក៏ដាច់ក្អែលញោមដាច់ក្អែលសោះបាបអត់ដាច់ហើយចឹងធ្វើម៉េចបានដាច់បាបបានអាចារ្យគេនាំឲ្យកូនចៅមកសុំខមាទោសម៉ែឪឯនេះវិញសុំខមាទោសម៉ែឪគេជូនបាយជូនទឹកជូននំជូនចំណីជូនលុយកាក់ជូនសពុតខោអាវនិយាយអញ្ចឹងលួចសួរមួយម៉ាត់អាចារ្យស្រុកនឹងគេមានឲ្យកូនចៅសុំទោសចឹងដែរសុំដែរគេនាំស្រោចទឹកចឹងដែរបើចឹងអាចារ្យគេដឹកនាំលុយដឹកនាំត្រូវអញ្ចឹងសុំទោសនឹងប៉កែណា
ប៉ុន្តែសុំប្រាប់ឲ្យហើយបើសិនជាគេជូនបច្ច័យគេជូនលុយអីឆាប់យកទុកណាជួនកាលឪពុកម្ដាយខ្លះកូនចៅគេជូនដាក់នឹងថាសនឹងគាត់បើថាសវាយកភ្លាមទៅដូចឯងនឹងវាចង់បានពេកទឹកនៅអញ្ចឹងទៅកូនវាខ្លាចបាត់យកដាក់កប៉ាល់វិញអស់ទៅអាត្មាទៅស្ទឹងត្រង់ឃើញកង់មួយគេជូនបច្ច័យអញ្ចឹងអាត្មាចេះនិយាយលេងកង់អើយកង់កុំទុកយូរគេយកដាក់កប៉ាល់វិញអស់ឥឡូវកង់ប្រមូលដាក់កប៉ាល់គាត់ប្រមូលពុបយកមកអួតអាត្មាបាត់ច្រើនដែរថាទៀនបានច្រើនដែរនេះទៀនបានច្រើនណាហើយគាត់យកអាសបុតមួយរៀងក្រាមអួតនៅគុណធ្ងន់នេះគេអាមួយហ្នឹងតែមកតែអីកង់ឯងបានច្រើនអត់ចែកគ្នាទេតែប្រមូលដាក់កប៉ាល់ឲ្យហើយទៅខំកូនខ្លាចប៉ើងខ្យល់ប៉ើងអីបាត់ទៅគេយកទុកដាក់កប៉ាល់វិញណាហើយបើអញ្ចឹងហើយកូនចៅគេជូនពេលហ្នឹងហើយគេសុំខមាទោសយើងគិតមើលជាពាក់គាត់ជាពាក់តាំងពីមើលកូនមើលចៅតែខ្លួនយើងមួយលៀងដោះក្អែលឲ្យយើងមិនទាន់សងស្មើផងឥឡូវមកលៀងដោះក្អែលឲ្យចៅឲ្យកូនបន្តទៀតអញ្ចឹងជាពាក់កាន់តែទ្វេដប់ហើយបើជាពាក់អញ្ចឹងត្រូវធ្វើម៉េចប្រពុតថាឲ្យយើងនឹងឯងចែកវ័យជា3ទី1គឺរកចំណេះដាក់ខ្លួនគឺបឋមវ័យកដាលឲ្យប្រឹងរកទ្រព្យសម្បត្តិហើយវ័យចុងក្រោយឲ្យប្រឹងរកបុណ្យអារកទ្រព្យសម្បត្តិនឹងលោកហៅថាឧទ្ធានសម្បទាឲ្យប្រឹងរកទ្រព្យកុំត្អូញថាព្រឹកថាល្ងាចថាក្តៅពេករួចដល់លបានទ្រព្យមកហើយអរិយសម្បទាថែរក្សាឲ្យគង់វង្សកុំឲ្យបាត់ទី3កល្យាណមិត្តតាឲ្យសែបគប់កល្យាណមិត្តដល់លើទី4ហៅថាសមៈជីវិតាបែងចែកទ្រព្យសម្បត្តិចាយវាយនឹងឲ្យសមរម្យគឺលោកឲ្យបែងជា4ផ្នែកអ៊ីនាងតាមិអ៊ីនាងមញ្ចាមិពហុតេឆពេមិសាសនេនិកន្ធេមិបែងមួយផ្នែកសងបំណុលចាស់មួយផ្នែកបលបំណុលថ្មីមួយផ្នែកបោះចោះក្នុងជ្រោះជ្រៅមួយផ្នែកកប់ទុកជាកំណត់ព្រាងអញ្ចឹងកូនចៅត្រូវធ្វើតួនាទីអញ្ចឹងហើយចុះមួយផ្នែកកូនចៅត្រូវសងបំណុលចាស់នឹងធ្វើអីធ្វើម៉េចហ្នឹងហើយចិញ្ចឹមម៉ែចិញ្ចឹមឪថាតោនេសង្ឃប្រេសាមិគាត់ធ្លាប់ចិញ្ចឹមយើងចិញ្ចឹមគាត់កិច្ចចាំងនេសង្ឃប្រេសាមិបើគាត់មានកិច្ចរវល់យើងសម្រាប់ផ្អាកការងារយើងមកជួយគាត់សិនគាត់រវាងសង្ឃតបេសាមិពូជពងវងតកូលគាត់ធ្លាប់ធ្វើល្អមានសិលមានទានកូនចៅកាន់ទំនៀមគាត់ពីយ៉ាជាងបដិបច្ជាមិទ្រព្យសម្បត្តិគេអកដែលគាត់ចែកឲ្យទាំងប្រមាណថែឲ្យបានយូរក៏បានលោកខ្ទេចលោកខ្ទីបង្ហើយរបស់គាត់ទៅអីនេះគាត់នៅរស់បើមានដាបៃតាស្លាប់ទៅតេខណងអនុបតិសតិឬតេខណងអនុបតិសាមិឲ្យកូនចៅធ្វើបន់តេខណងអនុបទានទៅឲ្យអត្តនឹងគេហៅថាសងបំណុលចាស់មានន័យថាបើម៉ែឪនៅរស់បែងទ្រព្យយើងមកចិញ្ចឹមធ្វើបន់ជូនគាត់ហើយបើស្លាប់ធ្វើបន់ជូនគាត់អានឹងសងបំណុលចាស់ឯមួយផ្នែកចិញ្ចឹមកូននោះគេហៅថាបលបំណុលថ្មីឯមួយផ្នែកទៀតបោះចុះក្នុងជ្រោះជ្រៅញោមណាដឹងថាជ្រោះជ្រៅនៅឯណាជ្រោះជ្រៅគឺមាត់អានឹងជ្រៅណាស់ណាញោមតាំងពីក្មេងមកទល់ប៉ុណ្ណេះបងឲ្យវាមួយថ្ងៃ3ដងប៉ោងបានតែមួយផ្លែតពេញតែមួយផ្លែតបាត់ទៅវិញអស់ពេញមួយផ្លែតបាត់ទៅវិញមួយថ្ងៃខំច្រកដើម្បីយកមកបំពេញជ្រោះមួយហ្នឹងបំពេញមិនងាយពេញទេអានេះជ្រៅយ៉ាងជ្រោះពេញនៅទៀតណាញោមអានោះតំណងជាសង្ស័យតែមានផ្លូវចេញទៅឯណាទេគោមិនដឹងដាក់ទៅជាទៅបាត់ដាក់ទៅជាទៅបាត់ញោមពេញមួយថ្ងៃ3ដងដូចជាគ្មានពេញសោះណាចឹងបានន័យថាមួយផ្នែកហ្នឹងຕົកចាយវេខ្លួនយើងឯផ្នែកចុងក្រោយ1/4ຕົកធ្វើបន់ព្រោះថាមនុស្សយើងរស់នៅអាចបានសុខសប្បាយចាយទ្រព្យបានតលមានបន់ថែអាសាអាយុយើងដែរបើយើងអត់បន់ច្រើនតែមនុស្សយើងអាយុខ្លីស្លាប់ចោលទ្រព្យហើយញោមចំណាំមើលទៅអ្នកខ្លះលោកតែទ្រព្យសម្បត្តិតែមួយមុខអត់គិតធ្វើបន់ធ្វើទៀនច្រើនអាយុខ្លីទៅមុនយើងអស់អត់បាននៅចាយទ្រព្យទេព្រោះអត់បន់ទ្រទ្រង់ជីវិតចឹងបានគេឲ្យកូនចៅរកទ្រព្យមានបានមកសងបំណុលចាស់ជាពាក់បំណុលតាំងពីគ្រឿងបច្ច័យ4គាត់តាំងពីគាត់មុតទឹកមុតអីឲ្យបើយើងមិនទាន់បានសុំទោសគាត់ទេអានឹងជាប់កម្មពីក្រែងពីដើមមកកូនខ្លះម៉ែឪស្ដីនិយាយជេរថាបន្តិចបន្តួចឯងនឹងមិនពេញចិត្តឆ្គាំឆ្គងដោយកាយវិការតមាត់ជាមួយគាត់អានឹងធ្វើមុខកញេកញើដាក់គាត់ដោយសារយើងខឹងនោះណានៅពីតូចហើយយើងអត់ទាន់បានសុំទោសគាត់ជាព្រះដល់តែយើងខឹងធ្វើកញើដាក់គាត់អត់ទាន់សុំទោសកម្មពីកើតមកមុខកញើមកសបកគេស្អាតទាំងអស់កញើតែឯងមួយកញើហើយខ្មៅកញេះដូចភ្លើងចេះគល់ទៅយឹកអញ្ចឹងមើលទៅណាហើយតាំងបន្ទូម៉ែមិនដឹងស្អីទេម៉ែបកើតកូនមកអាបងស្អាតឆ្លាតបកើតឯងមកខ្មៅកញេះអាក្រក់ជាងគេសែនម៉ែសែនឪបកើតកូនអយុត្តិធម៌ដល់